ហើយក៏រើចុងក្រោយរើមកនៅem lại cái home ដោយសារទី ជំរាបសួរបងចាជំរាបសួរបងខ្ញុំឈ្មោះវិចិត្រដែលជាអាជីវករនិងជាម្ចាស់ផ្ទះផ្ទាល់នៅលើផ្លូវ30ម៉ែត្ររបស់បុរី XM Lucky Home ផ្ទាល់បងអញ្ចឹងអរគុណបងសម្រាប់ពេលវេលាជាមួយពួកយើងបងនៅនេះពេលដែលបងចាប់ដើមមកនៅនេះដំបូងក្នុងឆ្នាំណាដែរបងកំឡុងពេលដែលខ្ញុំចូលមករស់នៅទៅតែប្រហែលជា2ឆ្នាំមុននេះបងតែជាក់ស្ដែងពេលដែលខ្ញុំទិញផ្ទះដំបូងហ្នឹងគឺតាំងពីគាត់បើកគម្រោងដំបូងហ្មងបងគឺកំឡុងពេលពាក់កណ្ដាលឆ្នាំ2020អញ្ចឹងបើគិតមកដល់សប្តាហ៍ថ្ងៃនេះគឺរយៈពេលចូល6ឆ្នាំហើយអញ្ចឹងបងចាបងចុះបងអាចចែកម្លែកតិចបានទេពីបទពិសោធន៍របស់បងណាពេលដែលបងទិញផ្ទះនៅគម្រោងយើងនេះដំបូងតើហេតុផលអីបានបងសម្រេចចិត្តថាជឿជាក់ថាគម្រោងនេះអាចជឿជាក់បានឆ្លងកាត់បទពិសោធន៍ខ្ញុំមកកន្លងមកខ្ញុំហ៊ានទិញហ្នឹងដោយសារខ្ញុំធ្លាប់ទិញនៅគម្រោងទី1របស់គាត់ហើយខ្ញុំទិញផ្ទះគឺថាបានផ្ទះហើយបានប្លង់ពិតប្រាកដអញ្ចឹងឯងនៅពេលដែលគាត់បើកគម្រោងទី2ខ្ញុំមិនត្រឹមតែទិញខ្លួនឯងខ្ញុំមានណែនាំអ៊ំពូមីងបងប្អូនមកទិញបាន2 3ផ្ទះជាប់គ្នាដែរចាហើយឥឡូវនេះបច្ចុប្បន្នគម្រោង2ក៏ខ្ញុំបានទទួលផ្ទះទទួលប្លង់ហើយចូលនៅជារៀងរាល់ថ្ងៃទៀតបងចាចុះបងអាចចែកម្លែកបានទេបទពិសោធន៍របស់បងពេលដែលក្រោយពីទទួលសោហើយឥឡូវក៏កំពុងតែរស់នៅក្នុងគម្រោងយើងហើយសម្រាប់បទពិសោធន៍បងសម្រាប់ការរស់នៅក្នុងគម្រោងយើងមិនដែរបងជាក់ស្ដែងខ្ញុំជាអតិថិជនដែលអាចនិយាយបានថារយៈពេល1ឆ្នាំកន្លះចុងក្រោយនេះខ្ញុំរស់នៅជាប់ហ្មងហើយក៏បានប្រកបអាជីវកម្មផ្ទាល់នៅផ្ទះដែលពួកខ្ញុំទិញនឹងដែរនិយាយរួមតាក់ទងជាមួយនឹងសេវាកម្មឬមួយក៏បរិស្ថានអីផ្សេងអាចនិយាយបានថាល្អជាងកន្លែងដែលខ្ញុំធ្លាប់រស់នៅពីមុនក៏ខ្ញុំធ្លាប់រស់នៅបែបបុរីចឹងដែរក៏ប៉ុន្តែតាក់ទងមួយសេវាកម្មបរិស្ថានសេវាសន្តិសុខអីផ្សេងអាចនិយាយបានថាចាញ់នៅខាងគម្រោងដែលពួកខ្ញុំរស់នៅរាល់ថ្ងៃចាបងឲ្យរៀបរាប់3ចំណុចបានទេចំណុចណានៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងយើង facility ដែលបងចូលចិត្តជាងគេពី1ដល់3តាក់ទងមួយចំណុចសំខាន់ទី1គឺសួនច្បារហើយមួយទៀតតាក់ទងនឹងគម្រោងរបស់គាត់អាចនិយាយបានថាជាគម្រោងខ្នាតយក្សដោយសារទូទៅគម្រោងខ្លះមានចំនួនផ្ទះទីគេអញ្ចឹងអត្រាអ្នកដែលរស់នៅឬមួយក៏ចរន្តចេញចូលរបស់មនុស្សរស់នៅក៏អាចកើនដែរតែសម្រាប់គម្រោងគាត់បើតាមខ្ញុំស្លឹងមើលឃើញខ្ញុំទិញតាំងពីអាចនិយាយបានថាគម្រោងប្លុក A ឥឡូវគាត់មានច្រើនប្លុកខ្លាំងមែនតើគាត់គម្រោងនឹងបើកប៉ុន្តែគាត់បើកទៅតាមប្លុកមួយហើយជាក់ស្ដែងគម្រោងដែលខ្ញុំទិញប្លុក A ហ្នឹងគឺថាបើនិយាយពីចំនួនផ្ទះវិញអាចនិយាយបានថាធ្វើឲ្យ 100% ឲ្យភ្ញៀវចូលរស់នៅក៏បានច្រើនដែរតាក់ទងនឹងចំណុចដែលខ្ញុំពេញចិត្តគឺ3ធំទី1គឺតាក់ទងជាមួយនឹងផ្លូវគម្រោងធំមានន័យថាផ្លូវដែលចូលពីបរិយមកហ្នឹងគឺមានទំហំដល់ទៅ30ម៉ែត្រនិយាយថាផ្លូវមេដែលអត់មានបរិយណាដែលខ្ញុំធ្លាប់ដើរមើលឬមួយបទពិសោធន៍ដែលខ្ញុំធ្លាប់រស់នៅមានទេហើយតាក់ទងមួយទៀតតាក់ទងនឹងសួនច្បារគឺថាគាត់អាចនិយាយបានថាបើសម្រាប់បងដែលមានម៉ាក់ប៉ាចាស់អីគាត់អាចរើសនៅគម្រោង XM Lucky Home បានដោយសារមានសួនច្បារសម្រាប់ប្រាណហើយបើមានកូនទូចអីក៏ងាយស្រួលនៅក្នុងការរស់នៅដែរឲ្យកូនជិះកង់លំហែចុងសប្តាហ៍អីងាយស្រួលខ្លាំងមែនតើហើយមួយទៀតតាក់ទងនឹងចំណុចទី3គឺតាក់ទងជាមួយនឹងសេវាសន្តិសុខសេវាសុវត្ថិភាពគឺថាអញនិយាយបានថាគាត់ប្រចាំការរៀងរាល់24ម៉ោងដូចពេលយប់អីអញ្ចឹងខ្ញុំនៅជាប់ប្រចាំគឺមានសន្តិសុខដែលគាត់ថាជិះដើរល្បាត2ម៉ោង3ម៉ោងគឺគាត់ជិះដើរល្បាតម្ដងអីអញ្ចឹងសម្រាប់យើងដែលជាភ្ញៀវរស់នៅក៏អាចនិយាយបានថាអត់បារម្ភបារម្ភដូចវ៉ាន់អីភាគច្រើនខ្ញុំអត់សូវដាក់ក្នុងផ្ទះដាក់ក្រៅផ្ទះដែរអញ្ចឹងអាចនិយាយបានថាវាជាទំនុកចិត្តមួយដែលយើងជាអតិថិជនដែលរស់នៅក្នុងបរិយាយើងទទួលសេវាកម្មសន្តិសុខពីខាងបរិយាអញ្ចឹងបងតើបងមានអីចង់ recommend ឬក៏ណែនាំទៅអ្នកដែលកំពុងទស្សនាវីដេអូនេះទេបងសម្រាប់យោបល់ខ្ញុំផ្ទាល់អញនិយាយបានថាជាបទពិសោធន៍ហ្មងគឺមុននឹងខ្ញុំសម្រេចចិត្តទិញនៅបុរី XM Lucky Home នេះគឺខ្ញុំបានដើរមើលច្រើនគម្រោងខ្លាំងមែនតើហើយក៏ខ្ញុំមានបទពិសោធន៍ដែលរស់នៅបុរីកន្លងមកដែរដែលជាអតិថិជនទិញហើយក៏រើចុងក្រោយរើមកនៅ XM Lucky Home ដោយសារទី1តាក់ទងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខហើយនឹងមួយទៀតតាក់ទងជាមួយនឹងសំណង់គុណភាពសំណង់គាត់អញនិយាយបានថាសំជាមួយនឹងតម្លៃហើយមួយទៀតតាក់ទងជាមួយនឹងគម្រោងអញនិយាយបានថាមិនមែនជាគម្រោងដែលយើងទិញហើយពិបាកក្នុងការរស់នៅអត់ទេគឺថាទិញហើយងាយស្រួលក្នុងការរស់នៅសេវាសន្តិសុខហើយសួនច្បារធំនិយាយចំ
អាចនិយាយបានថាវា perfect ជាងកន្លែងផ្សេងៗដែលខ្ញុំធ្លាប់ទៅមើលអញ្ចឹងឯងទៅខ្ញុំសម្រេចចិត្តតែងនៅបរិយា M Lucky Home អញ្ចឹងបើសិនជាបងដែលគាត់កំពុងតែស្វែងរកផ្ទះដែលអត់ដឹងថាគួរសម្រេចចិត្តថាទិញផ្ទះមួយណាទីតាំងណាល្អគាត់អាចnote មួយទៅនៅ AM Lucky Home តនេចុងសប្តាហ៍អីនាំកូនឬមួយក៏ពុកម៉ាក់ប៉ាចាស់អីមកលេងសួនបានដោយសារនៅគម្រោងគាត់ក៏មានជាសួនកាយ៉ាក់ឬមួយក៏អាចនិយាយបានថាសួនសម្រាប់អង្គុយលេងញ៉ាំអាហារថ្ងៃត្រង់អីបងអាចឆ្លៀតពេលមកមើលបានព្រោះអីអាចនិយាយបានថាជំនាតំបន់បុរីនៅខាងលិចនេះគឺខាងគម្រោង AM Lucky Home គឺជាគម្រោងដែលធំហើយមានសួនច្បារធំអាចនិយាយបានថាពិសេសជាងគេអញ្ចឹងបើសិនជាបងតនេអីអាចឆ្លៀតមកមើលបានព្រោះទីតាំងចុះពីផ្លូវទៅនំកប់ស្រូវមកតា5នាទី10នាទីដល់ហើយចា